ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីវិធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហារលាកផ្លូវនោមបាទអញ្ចឹងតើតើនឹងបញ្ហារលាកផ្លូវនោមដែរបាទថ្ងៃនេះយើងមានវិធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីការពាររលាកផ្លូវនោម ដែលភាសាអង់គ្លេសហៅថា How to prevent cystitis បាទយើងឃើញថាពេលបច្ចុប្បន្នគឺបញ្ហាជំងឺរលាកផ្លូវនោមគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់ផងដែរតើវិធីការពារជំងឺរលាកផ្លូវនោមហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយពី Hershey Shaw តែម្ដងបាទអញ្ចឹងមាតិកាក្នុងនេះដែល Hershey Shaw ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់បាទទី1គឺសេចក្ដីដើមទី2មូលហេតុរលាកផ្លូវនោមនិងទី3គឺវិធីការពារបញ្ហារលាកផ្លូវនោមបាទយើងចង់ដឹងថាតើជំងឺរលាកផ្លូវនោមហ្នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះវិធីការពារយើងត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺរលាកផ្លូវនោមគឺជាការរលាកភ្នាសផ្លូវនោមភាគច្រើនកើតញឹកញាប់នៅលើស្ត្រីបាទដោយសារបញ្ហាផ្លូវពោះនោមរបស់ស្ត្រីឬខ្លីជាងបុរសហ្នឹងជាទូទៅគឺបង្កឡើងដោយសារមេរោគបាក់តេរីនិងក្រៅពីបាក់តេរីផងដែរករណីរលាកផ្លូវនោមស្រាលគឺគ្រាន់តែជាការរំខានវានឹងធូរស្រាលដោយខ្លួនឯងក្នុងរយៈពេល2ទៅ3ថ្ងៃផងដែរចឹងមានថាបញ្ហារលាកផ្លូវនោមហ្នឹងករណីស្រាលគឺវាគ្រាន់តែជាការរំខានករណីធ្ងន់វាអាចចេញជារោគសញ្ញាបាទយើងឃើញថារោគសញ្ញាញឹកញាប់នៃជំងឺរលាកផ្លូវនោមរួមមានឈឺចាប់កាហាយឬក៏កាហាយនៅពេលដែលអ្នកនោមអ្នកជំងឺចាំបាច់ត្រូវពិបាកក្នុងការទប់នោមនិងនោមញឹកជាងធម្មតាទឹកនោមល្អក់មានពណ៌ទឹកបាយឬក៏មានក្លិនខ្លាំងតែម្ដងបាទហ្នឹងគឺតកតងបញ្ហារលាកផ្លូវនោមហ្នឹងយមើលជាបន្តទៅទៀតតកតងនឹងមូលហេតុរលាកផ្លូវនោមតើមូលហេតុរលាកផ្លូវនោមហ្នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុរលាកផ្លូវនោមទី1គឺតកតងការបង្ករោគដោយបាក់តេរីចេញពីប្រដាប់រំលាយអាហារឬក៏ចេញពីស្បែកបាទដែលយើងឃើញញឹកញាប់តែម្ដងមើលជាបន្តទៀតតកតងមូលហេតុរលាកផ្លូវនោមទី2គឺតកតងនឹងការបង្ករោគឆ្លងតាមការរួមភេទផងដែរបាទអញ្ចឹងបញ្ហារលាកផ្លូវនោមទី2ហ្នឹងគឺតកតងនឹងបញ្ហាកាមរោគដែលយើងឃើញញឹកញាប់ផងដែរជាពិសេសគឺនៅលើបុរសស្ត្រីផងដែរបាទមើលតទៀតតកតងមូលហេតុរលាកផ្លូវនោមទី3គឺតកតងអនាម័យនៅពេលដែលបាត់ជើងធំជាពិសេសគឺស្ត្រីតែម្ដងគឺมันបានត្រឹមត្រូវបាទតកតងការលាងសម្អាតធ្វើឡើងដោយមិនត្រឹមត្រូវយើងមកតទៀតតកតងមូលហេតុរលាកផ្លូវនោមទី4គឺតកតងឆ្លងរោគតាមការដាក់សងនោមមិនបានត្រឹមត្រូវជាងការដាក់សងនោមដោយសារការវះកាត់បាទតកតងការវះកាត់ផ្សេងៗតម្រូវការដាក់ហ្នឹងបាទអញ្ចឹងនៅពេលដែលការដាក់មិនត្រឹមត្រូវក៏កើតជាបញ្ហារលាកផ្លូវនោមផងដែរបាទយើងមើលតទៀតតកតងមូលហេតុរលាកផ្លូវនោមទី5គឺតកតងការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវអញ្ចឹងការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវក៏អាចធ្វើឲ្យមានបញ្ហារលាកផ្លូវនោមផងដែរយើងមើលបន្តទៀតតកតងមូលហេតុរលាកផ្លូវនោមទី6គឺតកតងនឹងបញ្ហាជំងឺផ្លូវទឹកមាត់បាទអញ្ចឹងបញ្ហាជំងឺផ្លូវទឹកមាត់ដូចជាគ្រុសនៅតម្រងនោមប្រូស្តាតរិចបាទលើមនុស្សប្រុសបាទហ្នឹងក៏អាចធ្វើឲ្យមានបញ្ហារលាកផ្លូវនោមផងដែរយើងមកជាបន្តទៀតតកតងមូលហេតុរលាកផ្លូវនោមទី7វាអាចតកតងនឹងមូលហេតុផ្សេងទៀតបាទក្រៅពីបញ្ហាដែលយើងបានរៀបរាប់នៅខាងដើមនោះផងដែរបាទអញ្ចឹងទន្ទឹមនឹងមូលហេតុក៏យើងត្រូវដឹងពីវិធីការពារដែរតើវិធីការពារខ្លួនកុំឲ្យមានបញ្ហារលាកផ្លូវនោមហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីការពារបញ្ហារលាកផ្លូវនោមទី1គឺយើងត្រូវបង្កើនការផឹកទឹកគឺផឹកទឹកឲ្យបានគ្រប់គ្រាន់បាទគឺ2លីត្រកន្លះទៅ3លីត្រក្នុងមួយថ្ងៃអញ្ចឹងនៅពេលដែលយើងផឹកទឹកបានគ្រប់គ្រាន់វាជួយជំរះមេរោគនៅផ្លូវនោមយើងបានល្អប្រសើរផងដែរបាទបន្តទៀតតកតងវិធីការពារបញ្ហារលាកផ្លូវនោមទី2គឺស្ត្រីត្រូវលាងសម្អាតនៅពេលបាត់ជើងធំហ្នឹងគឺពីមុខទៅក្រោយជានិច្ចដើម្បីកុំឲ្យមេរោគ
ចូលទៅដល់ផ្លូវនោមនាំឲ្យលិផ្លោកនោមផងដែរយើងមកជាបន្តទៀតតទៅនឹងវិធីការពារបញ្ហាលិផ្លោកនោមទី3គឺស្ត្រីបរិសុទ្ធនឹងអាចមុជទឹកផ្កាឈូកហើយចូលកុំត្រាំទឹកអាងយូរគឺអាចប្រឈមនឹងសារធាតុគីមីយូរនាំឲ្យមានបញ្ហាលិផ្លោកនោមនោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅវិធីការពារបញ្ហាលិផ្លោកនោមទី4គឺត្រូវទៅបន្ទប់ទឹកភ្លាមៗនៅពេលដែលអ្នកត្រូវការនោមបាទអញ្ចឹងការទប់នោមយូរក៏អាចប្រឈមនឹងបញ្ហាលិផ្លោកនោមផងដែរបាទយើងមើលជាបន្តទៅទៀតតទៅវិធីការពារបញ្ហាលិផ្លោកនោមទី5គឺយើងត្រូវស្អំទឹកកកនៅផ្នែកខាងក្រោមផ្ចិតជាទីតាំងដែលផ្លោកនោមស្ថិតនៅអញ្ចឹងបញ្ហាលិហ្នឹងយើងអាចធ្វើការស្អំទឹកកកដើម្បីកាត់បន្ថយសញ្ញានៃការឈឺនិងការហើមតទៅនឹងការលិផ្លោកនោមនោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតទៅវិធីការពារបញ្ហាលិផ្លោកនោមទី6គឺត្រូវតមដំណេកមួយរយៈពេលបាទជាពិសេសគឺនៅពេលដែលមានការលិផ្លោកនោមតទៅនឹងលិផ្លោកនោមហើយមកស្បូនឬក៏លិធីមីសមកជាមួយបាទព្រោះការបន្តដំណេកហ្នឹងវាអាចធ្វើឲ្យការលិហ្នឹងក៏ជាសះស្បើយផងដែរយើងមកតមទៀតតទៅវិធីការពារបញ្ហាលិផ្លោកនោមទី7គឺយើងអាចទទួលទាននៅទឹកផ្លែឈើ Cranberry បាទទឹកផ្លែឈើ Cranberry គឺជាទឹកផ្លែឈើមួយដែលជួយជំរះមេរោគនៅតាមផ្លូវនោមបាទវាអាចកាត់បន្ថយឬការពារបញ្ហាលិផ្លោកនោមផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតទៅវិធីការពារបញ្ហាលិផ្លោកនោមទី8គឺយើងគួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីរកមូលហេតុនិងធ្វើការព្យាបាលពាក់ព័ន្ធនឹងបញ្ហាលិផ្លោកនោមនឹងផងដែរបាទអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាវិធីការពារសំខាន់ៗដែលយើងគួរប្រកាន់យកទាក់ទងបញ្ហាលិផ្លោកនោមបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលកន្លែងច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official អាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលកន្លែងច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំលាអាហារជំងឺតាក់ទងនឹងប្រដាប់ទឹកមាត់ឬក៏ជំងឺតាក់ទងនឹងប្រដាប់បន្តពូជជាពិសេសគឺបញ្ហាលិផ្លោកនោមតែម្ដងបាទអាចប្រឹក្សានៅកន្លែងតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយើងអាចចូលក្នុង YouTube Channel វាយពាក្យ Health Official បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលនោះឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែល Health Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ